បងប្អូនថ្ងៃនេះអ្នកគ្រូបានមកកែវិញ្ញាសាត្រៀមប្រងឈមមាសលើកទី2របស់សិស្សគណិតថ្នាក់ទី7បន្តទៀតគឺដល់លំហាត់លេខ4បាន9បន្ទុកគឺថាចូលពេញចន្លោះខាងក្រោមហើយបានត្រឹមត្រូវក៏ប៉ុន្តែអ្នកគ្រូធ្វើវីដេអូហើយកែហើយប៉ុន្តែដោយសារវីដេអូនឹងពេកផតចេញអ្នកគ្រូលុបចោលបាត់ហើយចឹងមានតែថតជាវីដេអូថ្មីបញ្យល់យើងត្រួសណាហើយចាំយកធ្វើខ្លួនឯងនៅផ្ទះគេថាទី1នេះពេញចន្លោះមុំកែងជាមុំដែលមានរវាស់90ដឺក្រេអញ្ចឹងយើងពេញ90មុំរៀបជាមុំដែលមានរវាស់ប៉ុន្មាន180ដឺក្រេឯមុំស្រួចជាមុំដែលមានរវាស់ធំជាង0ដឺក្រេនិងតូចជាង90ចំណែកលំហាត់មួយទៀតនេះបាន20បន្ទុកកែនីផលបូកនិងផលគុណរវាស់មុំចឹងក៏គេថា12ដឺក្រេ38មីនិត50សេកុងបូកនឹង35 35ដឺក្រេ18មីនិត35សេកុងចឹងអ្នកគ្រូបានធ្វើវីដេអូដែរនេះវីដេអូបង្ហាញពីរបៀបបូករបៀបអីហ្នឹងប៉ុន្តែសារវីដេអូនេះវាខូចវាវែងពេកផតកានចឹងលុបចោលចឹងឃើញចម្លើយ47ដឺក្រេ57មីនិត25សេកុងចឹងយើងសាក់លបងរៀនធ្វើខ្លួនឯងទៅឃើញចម្លើយដូចគ្នាអត់ផ្ទៀងផ្ទាត់ចម្លើយមួយអ្នកគ្រូណាចំណែកឯលំហាត់ខ27ដឺក្រេ18មីនិត40សេកុងដកឲ្យ10ដឺក្រេ25មីនិត48សេកុងឃើញ16 53 52ណាចំណែក22ដឺក្រេ35មីនិត25សេកុងគុណនឹង15ស្មើនឹង338ដឺក្រេ51មីនិត15សេកុងចំណែកលំហាត់គោសំទោសខោ26ដឺក្រេ40មីនិត16សេកុងគុណ22ចម្លើយឃើញ586ដឺក្រេ45មីនិត52សេកុងចឹងអ្នកគ្រូគាត់បញ្យល់ពីរបៀបបូកត្រួសដែលយើងធ្លាប់រៀនហើយនៅក្នុងថ្នាក់ណាគឺយើងយកអីតម្រៀបលេខមីនិតដាក់តាមមីនិតនៅសំទោសសេកុងដាក់តាមសេកុងហើយទង្រាយដាក់តាមទង្រាយត្រៀបជាប្រមាណទីប្រឈមមកណាដាក់ក្តារព្រៀងគិតនេះដូចអ្នកគ្រូត្រៀបនេះទង្រាយដាក់តាមទង្រាយណាទង10ដាក់តាមទង10ហើយសកុងដាក់តាមសកុងមីនិតដាក់តាមមីនិតហើយដឺក្រេដាក់លើដឺក្រេហើយបូកមកបើលើសពី60យើងត្រានទុក1ដក60ចេញយើងទៅត្រានទុក1ទីហោដូចនេះ50បូក35អញ្ចឹង5 0បូក5វា5 5បូក3វា8 8វាលើសពី60អញ្ចឹងយើងដក6ចេញមកដក6មក60ចេញមកយើងសល់2ហើយយើងយក60ហ្នឹងទៅដូរជា1នាទីសំទោសនៅ1មីនិតអញ្ចឹងយើងត្រាទុក1យក60ត្រាទុក1 1បូក8 9 9បូក8 17ត្រាទុក1ទៀត1បូក1 2សំទោស1បូក3 4 4បូក1 5អញ្ចឹងឃើញ7ហើយមួយទៀតដឺក្រេនេះដូចគ្នាដែរអត់មានអីត្រាទុកទេយើងត្រូវបូកយកណា2បូក5 7 1បូក3 4ចប់ចំណែកលំហាត់ខដូចគ្នាគ្រាន់តែដកយើងខ្ចីគេពិបាកបន្តិចកន្លែងដកនេះណាឡើយអ្នកគ្រូបញ្យល់ដកនេះតិចអញ្ចឹងដើម្បីដកបានស្ដាប់ឲ្យមែនតេនបញ្ជាក់អត់តាន់ដើម្បីដកបានលុះត្រាតែសកុងខាងលើនេះវាធំជាងសកុងខាងក្រោមមែនអត់ចឹងសកុងនេះវាមានតែ40សកុងអានេះឡើង48អញ្ចឹងធ្វើមកយើងដកពី1មីនិតហ្នឹងខ្ចីគេមក1មីនិតដូរបាន60សកុងចឹង60សកុងហ្នឹងបូកផុសយើង40ឲ្យហើយមកវាឡើង100សកុង100សកុងហ្នឹងយើងមកដក48មកវាសល់52សកុង52សកុងមិញយើងខ្ចីពីខាងមីនិតនេះអស់មួយចឹងគេនៅសល់តែ17សួរថា17ហើយនឹង25 17តូចជាងចឹងដក25អត់កើតទៀតចឹងត្រូវខ្ចីពីអីខ្ចីពីដឺក្រេនេះមកខ្ចីពីដឺក្រេនេះមួយមក1ដឺក្រេស្មើ60មីនិតចឹងដូរជា60បូកខ្លួនឯង18លើនេះទៅជា78បាន78យកមកដក25តោះណាយក8ដក5នៅសល់3 7ដក2នៅសល់5បន្តមកទៀតមិញយើងខ្ចីគេអានេះអស់1ដឺក្រេអញ្ចឹងយើងនៅសល់តែអី6 6ដក0នៅសល់6 2ដក1នៅសល់1អញ្ចឹងឃើញ16ដឺក្រេ53មីនិតនិង52សឺកុងចំណែកឯលំហាត់ណា
លំហាត់គោនេះលំហាត់គោកន្លែងនេះគុណ15អញ្ចឹង22ដឺក្រេ35 minute 25 សកុងគុណ115អញ្ចឹងការគុណនេះគឺយើងគុណម្ដងមួយខ្ទង់ដាក់ក្តាស់ព្រៀងនេះយើងគុណក្តាស់ព្រៀងគុណក្តាស់ព្រៀង5 ដង25ត្រាទុក2 5 10 12 12 12 អើយ1 2 ដង1 5 ដង5 1 2 ដង2យើងបូកមកឃើញ375 សកុងអាកន្លែងគុណ15 125នេះហើយយើងមិនដាក់សកុងទាំងអស់នោះទេយើងយកទៅចែកជាមនុស្សអញ្ចឹងគឺចែកនៅ60ចែក60ទៅឃើញ6មីនុតសល់សំណល់15សឺកុងបន្តមកទៀតយក15 135នេះគុណចូលគ្នាដល់35គុណ15គុណមកយើងឃើញនេះចម្លើយវាឃើញប៉ុន្មាន525យកចែក60ទៅឃើញ8អញ្ចឹង2មីនុតចែក60វាទៅជាដឺក្រេតោះណាអញ្ចឹងចែកអីទៅយើងមើលចែកខ្លួនឯងសំណល់សល់45អញ្ចឹង45នេះជាមីនុតណាមីនុតបន្តមកទៀតយកអីទៀតគុណគឺយក15ហ្នឹងនេះ15ហ្នឹងមកគុណមួយអី22ម្ដងណានេះ15គុណ1 22យើងគុណទៅឃើញ330ចេញមកជាដឺក្រេចឹងយើងអត់ចែកទៀតទេហើយយក6បូកចូលគ្នាបូកចូល1 8ដឺក្រេដូចគ្នាដែលយើងរកឃើញមិញនេះ8ដឺក្រេណាយក8ដឺក្រេបូក1 330ដឺក្រេដែលយើងគុណឃើញហ្នឹងវាទៅជា338នេះចម្លើយបាន338បន្តមកទៀតកន្លែងមីនុតយើងចែកឃើញនេះគឺ6មីនុតអញ្ចឹងហ៎6មីនុតហើយមីនុតដែលយើងនេះសល់ពីអាយើងចែកឲ្យចេញជាដឺក្រេណាសល់ពីកន្លែងយើងចែកដូរវាទៅជាដឺក្រេហ្នឹងគឺសល់45មីនុតដែរអញ្ចឹង45មីនុតនេះយកបូកជាមួយនឹងមីនុតដែលយើងដូរហើយនេះឡើង51 45បូក6មិន51អញ្ចឹងបាន51ដឺអត់សំទោស51មីនុតចំណាយឲ្យសកុងនេះសកុងគឺមានសកុងទៀតអត់ទេក្នុងនេះមានមីនុតអញ្ចឹងគឺនៅតែកន្លែងនេះមួយឯងសកុងគឺ15ឃើញ15សកុងដែលជាសំណល់នេះអញ្ចឹងយើងទៅសេចូលមក338ដឺក្រេ51មីនុតហើយនឹង15សឺកុងចំណាយលំហាត់ខោຕົកជាកិច្ចការផ្ទះចាស់ណាគុណនឹង22ឃើញម៉ានយើងសាកល្បងធ្វើបើណារកឃើញចម្លើយខមមិនចូលនៅក្នុងវីដេអូអ្នកគ្រូមើលផងណា